បងធ្លាប់មានអារម្មណ៍ថាមូម៉ៅធុញថប់ពិបាកនៅក្នុងការគេងគិតច្រើនមែនទេបញ្ហាទាំងអស់ហ្នឹងមនុស្សភាគច្រើនគិតថាមកពីបញ្ហាផ្លូវចិត្តរបស់គាត់ក៏ប៉ុន្តែវិទ្យាសាស្ត្រសម័យថ្មីបានរកឃើញថាវាមិនមែនចឹងទាំងស្រុងទេបងដឹងអត់ថា serotonin ដែលជាអរម៉ូនបង្កើនភាពរីករាយបន្ធូរអារម្មណ៍ភាពសេះនិងធ្វើឲ្យយើងសប្បាយចិត្តហ្នឹងណាត្រូវបានផលិតដោយពោះវៀន 90% ចំណែកឯខួរក្បាលរបស់យើងផលិតត្រឹមតែ 10% ទេអញ្ចឹងបានគេថាពោះវៀនគឺជាខួរក្បាលទី2បើសិនបើពោះវៀនរបស់បងកំពុងតែមានការរលាកក៏ដូចជាសម្បូរដោយពពុះបាក់តេរីអាក្រក់ណាវានឹងបញ្ជូនសញ្ញាភាពសេះទៅកាន់ខួរក្បាលរបស់យើងភ្លាមៗហើយងាយក្នុងការឲ្យយើងប្រឈមជាមួយនឹងជំងឺបាក់ទឹកចិត្ត depression និងមួម៉ៅដោយគ្មានមូលហេតុសរុបមកចង់កែប្រែអារម្មណ៍ឲ្យស្រស់ស្រាយនិងល្អប្រសើរឡើងជាងមុនហើយនឹងកាត់បន្ថយភាព stress បងកុំផ្ដោតតែការយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តតាក់ទងជាមួយនឹងខួរក្បាលបងគួរតែយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវកាយរបស់យើងផងគឺខួរក្បាលទី2តាក់ទងជាមួយនឹងសុខភាពពោះវៀនគួរតែយកចិត្តទុកដាក់ទៅលើអាហារដើម្បីទៅជួសជុលសុខភាពពោះវៀនឲ្យមានសុខភាពល្អហើយដើម្បីវាមានសមត្ថភាពក្នុងការជំរុញដល់ការផលិតនៅអរម៉ូន serotonin ហើយកុំភ្លេចព្យាយាមកាត់បន្ថយស្ករម្សៅនិងអាហារកែច្នៃដោយសារវាគឺជាចំណីនៃបាក់តេរីអាក្រក់ហើយកុំភ្លេចបន្ថែមហ្គីបើសិនបើបងចង់ឲ្យពោះវៀនរបស់បងមានសុខភាពល្អដោយសារតែក្នុងហ្គីសម្បូរដោយ butyrate ហើយសមត្ថភាពរបស់ butyrate ហ្នឹងវាជួយទៅជួសជុលជញ្ជាំងនៃកោសិកាពោះវៀនរបស់បងឲ្យរឹងមាំដើម្បីជំរុញដល់ serotonin កុំភ្លេច follow សម្រាប់វីដេអូតាក់ទងជាមួយនឹងសុខភាពរួមផ្សំជាមួយនឹង concept របស់ Hello Cop និង Zero Cop អរគុណ